សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានសម្លការីសាច់មាន់ហើយទាំងនេះគឺជាគ្រឿងផ្សំបន្លែហើយនឹងសាច់ដែលខ្ញុំយកមកស្លការីថ្ងៃហ្នឹងចឹងជាដំបូងយើងត្រូវលីងសាច់មាន់ឲ្យវាសោះទឹកព្រៃតិចសិនតែមកទៀតទើបយើងធ្វើការកូរគ្រឿងដូចនៅក្នុងវីដេអូចឹងណាទាំងអស់គ្នាអាចមើលម្ដងមួយចំហៀនបានហើយយើងកូរគ្រឿងឲ្យឡើងឈ្ងុយសិនមកចាបន្តមកទៀតទើបទាំងអស់គ្នាដាក់អំបិលស្ករប៊ីចេងហើយនឹងទឹកត្រីចូលចាបន្តមកទៀតយើងនៅតែបន្តកូររហូតដល់វាឡើងឈ្ងុយបងប្អូនទាំងអស់គ្នាថែមសណ្តែកដីចាហើយបន្តមកទៀតសាច់មាន់ដែលយើងបានលីងសោះទឹកហើយហ្នឹងទាំងអស់គ្នាយកវាមកចាក់ចូលឆានៅក្នុងគ្រឿងចាយើងធ្វើបែបនេះដើម្បីកុំឲ្យធំក្លិនមាន់ខ្លាំងពេកនៅក្នុងសម្លការីរបស់យើងបន្តមកទៀតទាំងអស់គ្នាថែមទឹកខ្ទិះដូងបន្តិចមកហើយកូរវាឲ្យសព្វបញ្ជាក់ទឹកខ្ទិះដូងទាំងអស់គ្នាកុំចាក់ម្ដងទាំងអស់ទាំងអស់គ្នាអាចចាក់វាម្ដងបន្តិចចាំងាស់ឲ្យជាតិខ្ទិះដូងនិងសាច់មាន់ហ្នឹងវាចូលគ្រឿងគ្នាសព្វល្អដើម្បីឲ្យសាច់មាន់នេះមានរសជាតិផ្អែមឆ្ងាញ់តែមកទៀតបងប្អូនធ្វើការដាក់បន្លែចូលចាហើយកូរម្ហូបមួយមុខនេះនិយាយទៅគឺកូររហូតហ្មងចាអញ្ចឹងដើម្បីឲ្យប្រកាសថាកុំឲ្យឆ្នាំងរបស់យើងខ្លោចបាតចាអញ្ចឹងទាំងអស់គ្នាកុំភ្លេចអាសាកូរវាផងកុំទុកវាចោលបើមិនយើងទុកវាចោលវាអាចខ្លោចបន្តមកទៀតបងប្អូនថែមទឹកមកល្មមមកលិចសាច់លិចបន្លែនឹងសិនទៅហើយទាំងអស់គ្នាមកងាស់វាទុកសិនចាអញ្ចឹងខ្ញុំមកងាស់រៀងយូរដែររៀងយូររហូតដល់វារៀងដាច់ទឹកតិចទៅចាហ្នឹងហើយបន្តមកទៀតទើបយើងធ្វើការដាក់បន្លែចូលចាបន្លែដូចជាថប់ស្បែកគួរហ្នឹងវាឆាប់ឆ្អិនអញ្ចឹងទាំងអស់គ្នាដាក់វាតាមក្រោយហើយយើងបន្ថែមខ្ទិះដូងដែលនៅសល់ចាបន្តមកទៀតថែមទឹកឲ្យមួយលិចបន្លែមកល្មមទៅបានហើយទាំងអស់គ្នាគ្របវាទៅទុកវាឲ្យពុះមកឆ្អិនល្មមទើបយើងធ្វើការភ្លក់ចាភ្លក់ឲ្យបងប្អូនបន្ថែមបន្ថយរសជាតិតាមនឹងណាចាប្រៃផ្អែមអីមកល្មមតាមចំណង់ចំណូលចិត្តបងប្អូនទាំងអស់គ្នាចាចឹងខ្ញុំភ្លក់ទៅឃើញថាវារៀងស្ទើរប្រៃចឹងខ្ញុំថែមម្សៅស៊ុបបន្តិចទៀតចាទាំងអស់គ្នាមកងាស់វាឲ្យឡើងពុះមកសន្ទុះទៅយើងអាចដាក់ចុះបាន Enjoy your meal